Bạn này cứ chia sắc cam hợp hiệpในการได้นอมสเบียงหรือจะซ้ำแต่ปลาปลาមួយចំនួនจูนตลอดបងរយៈកងតបនៅតតព្រំដែននេះគឺការដែលធ្វើដំណើរបានមកដល់បន្ទាត់ព្រំដែននេះតែម្ដងបាទនេះគឺសកម្មភាពដែលនាំយកនៅសម្ភារៈប្រើប្រាស់ជូនដល់បងរយៈកងជួរមុខរបស់យើងដែលកំពុងតែឈរការពារទឹកដីកម្ពុជារបស់យើងដ៏អង់អាចក្លាហានបាទនេះហើយនេះគឺជាសកម្មភាពផ្ទាល់ដែលខ្ញុំបាទនៅក្រុមការងារបានចុះមកដល់កន្លែងបំផុតដើម្បីនាំយកនេះដូចជាបងប្អូនបានឃើញអញ្ចឹងមានគ្រឿងសម្ភារៈជាច្រើនមានទឹកត្រីមានទឹកសុទ្ធមានសាច់ជ្រូកបន្លែដើម្បីឲ្យបងបាទគឺបានយកទៅធ្វើម្ហូបបាទហើយនេះបាទឃើញហើយបាទពីសកម្មភាពដែលខាងបងដែលជាវរៈបងប្អូនជួបមុខរបស់យើងដ៏អង់អាចក្លាហានក៏បានមកទទួលស្វាគមន៍យ៉ាងរាក់ទាក់បាទកក់ក្ដៅតែម្ដងបាទច្រើនមែនតើបាទគឺបានមកដល់ផ្ទាល់តែម្ដងបាទជំរាបសួរពុកម៉ែបងប្អូនប្រិយមិត្តទស្សនិកជនជាទីមេត្រីបាទថ្ងៃនេះគឺខ្ញុំបាទបានសប្បាយចិត្តមែនតើដោយបាននាំយកទៅនៅគ្រឿងឧបភោគបរិភោគទៅប្រគល់ជូនដល់វរៈកងទ័ពជួរមុខដែលនៅទិសភ្នំដងរែកហើយយើងឃើញថាបើទោះបីជាបត់ឈប់បាញ់បានបញ្ចប់ទៅមួយរយៈប៉ុន្តែការនាំយកទៅនឹងគ្រឿងសម្ភារៈគ្រឿងប្រើប្រាស់គ្រឿងឧបភោគបរិភោគថ្នាំពេទ្យភួយសម្រាប់ចែកជូនដល់កងទ័ពជួរមុខពីសប្បុរសជននៅតែបន្តដែលមានការចូលរួមជួយឧបត្ថម្ភក្នុងនោះបាទពីលោកសំសីហាតំណាងលោកសុកទីរួមជាមួយនឹងលោកតាំងច័ន្ទតូតំណាងលោកខិតឈឿនអគ្គនាយកក្រុមហ៊ុនចម្រើនសម្បត្តិនិងផ្សារ KC ផងដែរហើយដែលឡែកបាទគឺលោកខិតឈឿនអគ្គនាយកក្រុមហ៊ុនចម្រើនសម្បត្តិនិងផ្សារ KC បានចូលរួមជាថវិកាចំនួន1លានរៀលសម្រាប់យកទៅទិញសាច់ជ្រូកនិងបន្លែបន្ថែមលើនេះលោកក៏បានឧបត្ថម្ភដល់កងទ័ពជួរមុខចំនួន10នាក់ក្នុងម្នាក់ចំនួន20000រៀលនិងមេបញ្ជាការចំនួន100000រៀលផងដែរបាទបងប្អូនប្រិយមិត្តទស្សនិកជនជាទីមេត្រីដែលឃើញថាកន្លងមកលោកខិតឈឿនអគ្គនាយកក្រុមហ៊ុនចម្រើនសម្បត្តិតែងតែចូលរួមចំណែកជួយដល់សង្គមជាច្រើនកន្លងមកមានដូចជាឧបត្ថម្ភដល់សាលាសង្កាត់កាកាបទី1កាកាបទី2និងរដ្ឋបាលខេត្តកំពង់ស្ពឺផងដែរហើយក្រៅពីនេះលោកខិតឈឿនក៏ធ្លាប់បានរៀបចំពិព័រណ៍គៀងកប្រមូលថវិកានិងសម្ភារៈជួយដល់វរៈកងទ័ពជួរមុខនាពេលកន្លងមកផងដែរក៏សូមបញ្ជាក់ថាគ្រឿងឧបភោគបរិភោគដែលនាំយកទៅចែកជូនដល់កងទ័ពជួរមុខដោយផ្ទាល់រួមមានសាច់ជ្រូកបន្លែត្រីខមីទឹកបរិសុទ្ធទឹកត្រីអង្ករភួយដោយឡែកបងប្អូនខ្មែរនៅញូហ្សេឡង់បានជួយជាថ្នាំពេទ្យនិងសម្ភារៈផ្សេងទៀតរួមជាមួយនឹងប្អូនស្រីសាវរីចំណែកឧត្តមសេនីយ៍ឯកហៀងហ្វូកាយជួយផ្ទាំងសូឡាកម្លាំង80000 អាំពែមួយគ្រឿងសម្រាប់កងកម្លាំងយកទៅប្រើប្រាស់និងលោកស្រីឡនស៊ីផានជួយពងទាប្រៃចំនួន100គ្រាប់គ្រឿងឧបភោគបរិភោគនិងសម្ភារៈទាំងនេះបានយកទៅជូនវរៈកងទ័ពដ៏អង់អាចក្លាហាននៅជួរមុខផ្ទាល់ដែលស្ថិតនៅច្រកចំសងាំជួរភ្នំដងរែកនៅក្នុងស្រុកអន្លង់វែងខេត្តឧត្តរមានជ័យផងដែរហើយជាមួយគ្នានោះបាទគឺខ្ញុំបាទក៏បានចូលរួមផ្ទាល់បាទគឺបានឃើញទៅនឹងបងដែលជាវរៈកងទ័ពដ៏អង់អាចក្លាហានរបស់កម្ពុជារបស់យើងបានសម្ដែងនៅក្តីសប្បាយរីករាយនិងសូមអរគុណដល់បងដែលជាសប្បុរសជនទាំងក្នុងនិងក្រៅប្រទេសទាំងអស់ដែលតែងតែគិតគូរនិងយកចិត្តទុកដាក់ដល់គាត់ដែលជាវរៈកងទ័ពជួរមុខដែលកំពុងតែឈរជើងការពារទឹកដីដ៏អង់អាចក្លាហានហើយជាពិសេសហ្នឹងគឺបានជួបផ្ទាល់ជាមួយនឹងពួកគាត់ឃើញថាបងដែលជាវរៈកងទ័ពបានសម្ដែងនៅការសប្បាយចិត្តរីករាយខ្លាំងមែនទែនហើយជាមួយគ្នានោះយើងឃើញហើយទោះបីជាបត់ឈប់បាញ់បានបញ្ចប់ទៅអស់មួយរយៈពេលយ៉ាងណាក៏ដោយក៏ប៉ុន្តែទឹកចិត្តរបស់បងប្អូនខ្មែររបស់យើងគេហៅថាខ្មែរជួយខ្មែរយ៉ាងណាក៏នៅតែបន្តការជួយទៅដល់បងដែលជាវរៈកងទ័ពរបស់យើងផងដែរនោះបាទក៏សង្ឃឹមថាសប្បុរសជនទាំងក្នុងនិងក្រៅប្រទេសនៅតែបន្តការជួយឧបត្ថម្ភទៅដល់បងដែលជាវរៈកងទ័ពរបស់យើងដែលកំពុងតែឈរជើងការពារបូរណភាពទឹកដីកម្ពុជារបស់យើងដ៏អង់អាចក្លាហានពីសត្រូវឈ្លានពានបាទគឺមិនអោយមានការដែលមកឈ្លានពានទៅលើប្រទេសកម្ពុជារបស់យើងនោះផងដែរអញ្ចឹងគឺសង្ឃឹមទៅលើបងប្អូនខ្មែររបស់យើងជាពិសេសគឺសប្បុរសជនទាំងក្នុងនិងក្រៅប្រទេសសង្ឃឹមថានឹងមានការដែលជួយជាបន្តទៅទៀតហើយបើសិនជាបងប្អូនដែលជាសប្បុរសជនចង់ចូលរួមតាមរយៈខ្ញុំបាទអាចទំនាក់ទំនងមកតាមលេខទូរស័ព្ទដែលមាននៅលើអេក្រង់នេះស្រាប់នោះខ្ញុំបាទនឹងធ្វើការទំនាក់ទំនងយកនៅសម្ភារៈគ្រឿងទាំងអស់នេះទៅចែកជូនទៅដល់បងដែលជាវរៈកងទ័ពរបស់យើងនៅជួរមុខដែលកំពុងតែឈរជើងការពារទឹកដីរបស់កម្ពុជារបស់យើងដ៏អង់អាចក្លាហានផងដែរក៏សង្ឃឹមទៅលើពុកម៉ែបងប្អូនផងដែរសូមអរគុណនិងសូមជម្រាបលាបាទជំរាបសួរ
បាទថ្ងៃនេះខ្ញុំតំណាងនៅទូទស្សន៍កម្ពុជាប៉ុស្តិ៍លេខ8 HD ខ្ញុំបាននាំយកនៅអំណោយសពបរិសុទ្ធជនទាំងក្រៅប្រទេសក្នុងប្រទេសយកបញ្ជូនបងកងទ័ពនៅប្រចាំតំបន់អន្លង់វែងដោយមើលឃើញពីការយកចិត្តទុកដាក់ការពារទឹកដីប្រទេសជាតិដោយគាត់បានលះបង់អ្វីៗទាំងអស់មួយរយៈកន្លងមកអញ្ចឹងយើងជាប្រជាពលរដ្ឋនៅសម្បូរភូមិក្រោយរួមទាំងបងប្អូនខ្មែរទាំងអស់ទាំងក្នុងទាំងក្រៅគឺថាបានគិតគូរនិងយកចិត្តទុកដាក់មិនដែលភ្លេចម្ដងណាឡើយជាមួយនឹងបងកងទ័ពហើយថ្ងៃនេះហ្នឹងគឺខ្ញុំនៅទូទស្សន៍ប៉ុស្តិ៍លេខ8 HD នេះគឺបានគៀងគររកជំនួយសប្បុរសធម៌ពីសប្បុរសជនហ្នឹងគឺថាមានច្រើនក្នុងនោះគឺមាន power bank ហើយនិង solar មួយផ្ទាំងដែលជាអំណោយរបស់ឧត្តមសេនីយ៍ឯកហៀងភូកាយរីឯអង្គទឹមប៊ីចេងមីទឹកសុទ្ធរួមនឹងបាទគ្រឿងទេសនិងថ្នាំពេទ្យនេះបានពីសប្បុរសជនទាំងក្រៅប្រទេសហ្នឹងគឺយកបញ្ជូនខាងបងហើយក្នុងនោះក៏មានលោកអញ្ញាគិតឈឿនណាតំណាងដោយប្អូនចន្ទតូនេះគឺបាននាំយកអំណោយមកដែរបាទជំរាបសួរបងទាំងអស់គ្នាថ្ងៃនេះខ្ញុំបានតំណាងលោកខិតឈឿនអគ្គនាយកក្រុមហ៊ុនចម្រើនសម្បត្តិនិងផ្សារ KC បាននាំយកថវិកាដែលលោកមកចូលរួមគឺ1លានរៀលហើយតាមរយៈលោកសំសៃហាប្រពន្ធនាយកទូទស្សន៍កម្ពុជាប៉ុស្តិ៍លេខ8 HD ហើយនិងសប្បុរសជនជាច្រើនទៀតដែលចូលរួមជាមួយលោកសំសៃហាហើយថ្ងៃនេះក៏លោកខិតឈឿនក៏លោកបានជួយឧបត្ថម្ភតាមរយៈលោកសំសៃហាដែរមានសាច់ជ្រូកមានបន្លែមានទឹកស៊ីអ៊ីវហើយនឹងរួមជាមួយនឹងគ្រឿងឧបភោគបរិភោគជាច្រើនទៀតដែលសប្បុរសជនមកចូលរួមទាំងអស់គ្នាថ្ងៃនេះសប្បាយចិត្តដែលបាននាំយកសម្ភារៈទាំងអស់នេះដែលមកជូនបងនៅជួរមុខផ្ទាល់តែម្ដងដើម្បីលើកទឹកចិត្តគាត់ឲ្យគាត់ក្លាហានអង្គអាចណាដើម្បីការពារបូរណភាពទឹកដីរបស់យើងនឹងមានសប្បុរសជនជាច្រើនទៀតក៏ចូលរួមក្នុងនោះដែរបាទដោយដែលលោកសំសៃហាបានរៀបរាប់ពីខាងលើបាទហើយថ្ងៃនេះខ្ញុំក៏ចូលរួមចំណែកបាទជាមួយក្រុមការងាររបស់ទូទស្សន៍កម្ពុជាប៉ុស្តិ៍លេខ8ផងដែរបាទសូមបញ្ជាក់ថាបាទកន្លងមកលោកខិតឈឿនអគ្គនាយកក្រុមហ៊ុនចរន្តសម្បត្តិលោកតែងតែធ្វើសប្បុរសធម៌ជាទូទៅបាទមិនថាពេលយើងកំពុងមានសង្គ្រាមឬក៏ពេលណាទេគឺលោកតែងតែជួយសប្បុរសធម៌ជនក្រីក្រជនលំបាកជារឿយៗបាទតាមលទ្ធភាពដែលលោកអាចជួយបានហើយកន្លងមកនេះលោកក៏បានជួយទៅក្នុងមូលដ្ឋានតាមរយៈអាជ្ញាធរមូលដ្ឋានសង្កាត់ខណ្ឌបាទហើយរួមទាំងខេត្តដើម្បីចូលរួមជាមួយរដ្ឋាភិបាលក្នុងការជួយឧបត្ថម្ភស្បៀងអាហារនេះបាទខ្ញុំសូមគោរពបងដែលដឹកនាំអំណោយមកជូនកងទ័ពនៅជួរមុខខាងនាងខ្ញុំមេបញ្ជាការស្ដីទីកងការពារព្រំដែនគោកជូន8សូមជួសមុខឲ្យពលទាហានទាំងនេះទាហានដែលឈរជើងនៅជួសមុខលើខ្សែបន្ទាត់ព្រំដែននេះគឺសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអំណោយដែលសប្បុរសជនដែលឧបត្ថម្ភបាទនៅក្នុងប្រទេសក្រៅប្រទេសដែលជួយមកដល់កងទ័ពនៅជួរមុខនៅលើខ្សែបន្ទាត់ព្រំដែននេះដើម្បីពួកខ្ញុំមានកម្លាំងចិត្តការពារបន្តសម្រាប់បងប្អូនដែលជួរក្រោយចេះបញ្ជូនបន្ថែមមកឲ្យពួកយើងខ្ញុំគឺខ្ញុំចេះតែមានកម្លាំងចិត្តជួយការពារទឹកដីដើម្បីប្រទេសយើងឲ្យមានសុខសប្បាយកុំឲ្យមានខ្មាំងសត្រូវឈ្លានពានបាទជាចុងក្រោយគឺខ្ញុំសូមគោរពថ្លែងអំណរគុណដល់ម្ចាស់អំណោយទាំងអស់ដែលបានឧបត្ថម្ភដល់កងទ័ពនៅជួរមុខទាំងអស់បាទខ្ញុំសូមអរគុណ